ថ្ងៃនេះយើងនឹងមកមើលពីមូលដ្ឋានគ្រឹះនៃមុខងារកែប្រែពន្លឺហើយយើងនឹងមកមើលអំពីថាតើកម្រិតពន្លឺប៉ុណ្ណាដែលយើងគួរតែប្រើសម្រាប់ពេលវេលានៃប្លង់ថតរបស់យើងមានដូចជាពេលព្រឹកព្រលឹម golden hour ពេលថ្ងៃឬក៏ពេលល្ងាចឬក៏ពេលយប់ជាដើមការកែប្រែពន្លឺនៅក្នុងកម្មវិធី DaVinci Resolve គឺជាការដែលយើងត្រូវកែប្រែផ្នែកmid-tone shadow ឬក៏ highlight ដើម្បីឲ្យតំបន់ទាំងនោះមានសភាពមិនភ្លឺពេកមិនល្ងឹតពេកហើយនៅតែរក្សាគុណភាពរូបភាពរបស់យើងនៅដដែលអញ្ចឹងដំណាក់កាលនេះគឺជាដំណាក់កាលបន្ទាប់ពីយើងបានរៀបចំ color management និង color space transform ហើយដែលវាជាដំណាក់កាលមួយស្ថិតនៅក្នុង primary color correction មុននឹងយើងជិះទៅដល់ secondary color correction អញ្ចឹងថ្ងៃនេះយើងទៅមើលអំពីមុខងារមួយចំនួនដែលយើងអាចយកមកប្រើប្រាស់ដើម្បីធ្វើការសេរីពលឺរបស់យើងបានដែលមុខងារដំបូងនោះគឺ auto balance ដែលយើងគ្រាន់តែចុចតែមកប៉ក់ទៅវានឹងសេរី footage របស់យើងហើយដោយនៅក្នុងទំព័រកែប្រែពណ៌របស់យើងនៅក្នុង primary color wheels យើងឃើញក្របចុចអក្សរ A នេះយើងគ្រាន់តែចុចវាមកវានឹងធ្វើការកែប្រែពន្លឺរបស់យើងដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងមុខងារនេះគឺប្រើសម្រាប់តែពេលណាដែលយើងត្រូវការងារចាំបាច់ប៉ុណ្ណឹងឯងដែលយើងយកវាមកប្រើបានព្រោះតែវាលឿនហើយនេះគឺជាមុខងារទី1ដែលយើងអាចមកប្រើបានដើម្បីកែប្រែពន្លឺរបស់យើងឥឡូវយើងចូលទៅដល់មុខងារទី2នោះគឺ primary color wheels មុននឹងយើងចូលទៅកែប្រែពន្លឺយើងមកមើលពីរបៀបដែល primary color wheels log wheels និង curve ធ្វើការជាមុនសិននៅត្រង់នេះយើងមានពណ៌ខ្មៅសបដិញគ្នាហើយយើងមានឧបករណ៍វាស់កម្រិតពន្លឺ waveform របស់យើងអញ្ចឹងបើយើងទាញកែប្រែតម្លៃផ្សេងនៅត្រង់ primary color របស់យើងនេះឧទាហរណ៍ថាយើងទាញ gain យើងឃើញថាតំបន់ដែលមានពន្លឺខ្លាំងគឺមានការប្រែប្រួលបដិញគ្នារលូនល្អមែនទែនជាក់ស្ដែងដូចជានៅផ្នែកកាម៉ាក៏បដិញគ្នារលូនដូចគ្នាដែរយើងក៏អាចមើលឃើញពីបំរែបំរួលនេះនៅត្រង់ឧបករណ៍វាស់ពន្លឺរបស់យើងនេះបានផងដែរអញ្ចឹងដំបូងនេះយើងមកមើលពីឧបករណ៍ទី1នោះគឺ primary color wheels ដែលយើងទៅមើលពីរបៀបដែល primary color wheels ធ្វើការអញ្ចឹងយើងឃើញថា primary color wheels របស់យើងនេះគឺដល់ពេលយើងត្រូវការទាញផ្នែកណាមួយនោះអញ្ចឹងផ្នែកផ្សេងទៀតដែលនៅជិតគ្នានោះក៏វាទៅ smooth ជាមួយគ្នាដែរឧទាហរណ៍យើងទាញ gain ឡើងអញ្ចឹងshadow របស់យើងក៏វាទៅ smooth ជារាងអក្សរ F curve ទៅជាមួយគ្នាដែរអូខេឥឡូវនេះយើងទៅមើល primary log wheel វិញម្ដងចំពោះ primary color bars ដូចយើងបានដឹងអញ្ចឹងគឺមានតួនាទីដូចទៅនឹង primary wheels ដែលតត្រង់ថាគេបានបំបែកបំពង់ពណ៌នីមួយៗដើម្បីឲ្យយើងកាន់តែអាចធ្វើការបានស៊ីជម្រៅបន្ថែមទៀតតែលើកនេះយើងទៅមើល primary log wheel វិញម្ដងដែលយើងនឹងចាប់ផ្ដើមធ្វើការប្រែតម្លៃ highlights ហើយបើយើងសង្កេតមើលទិដ្ឋផលរបស់យើងនោះយើងសង្កេតឃើញថាមុខងារមួយនេះកែប្រែពន្លឺនៅតំបន់ highlight ខ្លាំងមែនទែនដែលមិនសូវជារាលដាលដល់តំបន់ដែលមានពន្លឺកណ្ដាលនោះទេហើយបើយើងមើលទៅឧបករណ៍ពន្លឺរបស់យើងវិញនោះយើងសង្កេតឃើញថាខ្សែកង់របស់យើងគឺមិនបណ្ដេញគ្នារលូននោះទេយើងឃើញថា primary log wheels របស់យើងនេះគឺធ្វើការអត្ថខ្លាំងទៅលើផ្នែកមួយៗដោយព្យាយាមមិនប៉ះពាល់ទៅផ្នែកផ្សេងទៀតទេវាអត់សូវ smooth ដូចទៅនឹង primary log wheel របស់យើងទេយើងអាចប្រៀបប្រដូចlog wheel របស់យើងនេះទៅនឹងការដែលយើងផាត់ពណ៌រូបភាពមួយយើងអាចប្រៀបធៀបបានថា primary color wheel របស់យើងគឺដូចជាការដែលយើងប្រើជក់ធំៗដើម្បីគូសតំបន់ណាធំមកហើយចឹងទៅហើយបន្តមកទៀតយើងអាចប្រៀបធៀប log wheels របស់យើងនេះដូចជាការដែលយើងប្រើជក់ទូចៗយកមកផាត់លម្អិតកន្លែងទូចៗរបស់យើងជាដើមហ្នឹងឬក៏យើងអាចប្រៀបធៀបទៅនឹងការដែលយើងប្រើកំពុងតែធ្វើ color grading ហើយយើងចង់ដាក់ពណ៌បន្ថែមទៅលើផ្នែក shadow របស់យើងអញ្ចឹងដើម្បីកុំឲ្យវាប៉ះពាល់ទៅលើផ្នែក mid tone របស់យើងខ្លាំងពេកយើងអាចប្រើ log wheel នេះដើម្បីចាក់ពណ៌ណាមួយចូលទៅក្នុងផ្នែក shadow របស់យើងបានអូខេអញ្ចឹងlog wheels របស់យើងនេះគឺជាមុខងារទី3ដែលយើងអាចធ្វើការកែប្រែពន្លឺបានឥឡូវនេះយើងចូលទៅដល់មុខងារទី4របស់យើងគឺ curve ចូលមកដល់ curve វិញនោះយើងឃើញថា curve កាន់តែឲ្យយើងធ្វើការបានស៊ីចំណុចជាមួយពន្លឺបន្ថែមទៀតដែលយើងអាចបង្កើតក្របចុចនៅតំបន់ពន្លឺណាមួយហើយកែប្រែតម្លៃពន្លឺនោះបានផងដែរអញ្ចឹងត្រឡប់មកវិញបើនិយាយពីមុខងារទាំង4នេះយើងឃើញថាវាមានតួនាទីស្តីងគ្នាតែបើយើងមើលឲ្យលម្អិតបន្តិចទៀតនោះយើងឃើញថាមុខងារ primary រាប់ទាំង color wheels color bars គឺធ្វើការកែប្រែពន្លឺជារួមនិងអាចកែប្រែសម្រួលតុល្យភាពនៃពណ៌បានផងដែរចំណែកឯ log wheels នឹងធ្វើការបន្ទាប់លម្អិតទៅលើផ្នែកស្រមោលដែលមានពន្លឺល្មមពន្លឺខ្លាំងបើមិនតែយើងមានតម្រូវការទៅលើមុខងារនេះនិងបន្តមកទៀតយើងមាន curves ដែលនឹងធ្វើការបន្ថែមនិងកាន់តែលម្អិតទៅលើគម្លាតពន្លឺដែលអាចឲ្យយើងបន្ថែមក្របចុចទៅតាមតំបន់ពន្លឺនីមួយៗដែលមុខងារមួយនេះក៏ត្រូវបានគេប្រើប្រាស់ភាគច្រើនទៅលើការកែប្រែពណ៌លម្អិតផងដែរសូមបញ្ជាក់ផងដែរថានេះគឺជាការបង្ហាញអំពីការមុខងារនៃការកែប្រែពន្លឺនៅក្នុងកម្មវិធី DaVinci Resolve យ៉ាងណាមិញក៏មានការណែនាំឲ្យយើងនឹងទៅសិក្សាផ្ទាល់ជាមួយនឹងអ្នកជំនាញដែលគាត់មានវិជ្ជាជីវៈខ្ពស់
ដែលនឹងបង្ហាញយើងពីរបៀបដែលត្រឹមត្រូវមួយក្នុងការដែលយើងកែប្រែពន្លឺនៅក្នុងកម្មវិធី DaVinci Resolve ហើយថែមទាំងអាចឲ្យយើងនឹងអនុវត្តផ្ទាល់ជាមួយនឹងការងារតែម្ដងយ៉ាងណាមិញនៅក្នុងវីដេអូនេះយើងក៏នៅតែអាចមើលបន្តទៀតទាក់ទងជាមួយនឹងមុខងារកែប្រែពន្លឺហើយនៅត្រង់នេះយើងនឹងទៅមើលបន្ថែមទៀតអំពីថាតើកម្រិតពន្លឺមួយណាដែលយើងគួរតែកែឲ្យស័ក្តិសមជាមួយនឹងពេលវេលានៃប្លង់ថតនីមួយៗឧទាហរណ៍ទី1ការកែប្រែពន្លឺសម្រាប់ប្លង់ថតពេលព្រលឹមឬក៏យើងអាចហៅជាភាសាអង់គ្លេសបានថា golden hour ដែលនៅត្រង់ឧបករណ៍ពន្លឺយើងមាន data level របស់យើងពីលេខ0ដល់លេខ1023បញ្ជាក់អំពីកម្រិតពន្លឺហើយយើងមើលមកប្លង់របស់យើងវិញយើងមានទស្សនវិជ្ជាមិនដឹងទីក្រុងណាទេនេះគឺខ្ញុំទិញមកពីអ៊ីនធឺណិតមកទេហើយយើងឃើញមានពន្លឺនៅត្រង់ព្រះអាទិត្យនេះគឺឡើងដល់1023តែបើសិនជាអត់មានជាប់ពន្លឺព្រះអាទិត្យនៅត្រង់នេះទេត្រង់ពេលវេលានេះកម្រិតពន្លឺដែលភ្លឺខ្លាំងបំផុតនោះគឺគួរតែមិនឡើងដល់1023នោះទេហើយកម្រិតពន្លឺ mid tone អាចនៅចន្លោះពី384ដល់512និង shadow អាចនៅចន្លោះពី128ដល់256ហើយបើយើងមើលទៅ palette របស់យើងគួរតែទុកឲ្យពណ៌ក្រហមរៀងឡើងជាងគេបន្តិចព្រោះជាទូទៅពេលព្រឹកព្រលឹម golden hour វារៀងក្រហមតិចហើយអញ្ចឹងត្រឡប់វិញនេះគឺជាកម្រិតពន្លឺមួយដែលយើងគួរតែទាញទៅតាមពេលវេលាពេលព្រឹកព្រលឹម golden hour របស់យើងហ្នឹងសូមបញ្ជាក់ថានេះមិនប្រកាសថាយើងត្រូវទៅទាញតាម 100% ហ្នឹងទេវាស៊ីសងអាស្រ័យទៅលើ mood and tone របស់យើងផងដែរថាតើយើងចង់ឲ្យវាហ្នឹងទៅកម្រិតណាអញ្ចឹងវាអត់មានខុសអត់មានត្រូវនៅកន្លែងនេះទេអូខេយ៉ាងណាមិញសូមបញ្ជាក់ផងដែរថាចំពោះ data level របស់យើងពី0ដល់1023នេះគឺស្ថិតនៅក្នុង color space Rec 409ដែលជា color space មួយដែលយើងច្រើនតែប្រើសម្រាប់យើងមើលលើទូរស័ព្ទដៃ tablet ឬក៏ laptop របស់យើងជាដើមហ្នឹងអញ្ចឹងនេះគឺជាការកម្រិត data level សម្រាប់ប្លង់ថតពេលព្រឹកឥឡូវយើងទៅមើលប្លង់ថ្ងៃម្ដងប្លង់បន្ទាប់នេះជាប្លង់ពេលថ្ងៃដែលកម្រិតពន្លឺខ្ពស់បំផុតនៅត្រង់នេះអាចនៅចន្លោះពី960ដល់1023យើងអាចទាញដល់1023បានបើសិនជាមានជាប់ពពកឬក៏ព្រះអាទិត្យជាដើមហ្នឹងហើយយ៉ាងណាមិញដើម្បីជៀសវាងកុំឲ្យមានការឆេះច្រើនតំបន់ពេកយើងអាចទាញ highlight ចុះឬក៏ gain ចុះបន្តិចមកនៅត្រង់តំបន់ដែលមានពន្លឺល្មមអាចនៅចន្លោះពី512ដល់640ដែលយើងឃើញថារូបភាពរបស់យើងនេះនៅតំបន់ដែលមានពន្លឺល្មមគឺស្ថិតនៅគៀកនឹង640ហើយប្លង់ពេលថ្ងៃរបស់យើងនេះយើងឃើញថាគម្លាតពន្លឺគឺវាមានគម្លាតខ្លាំងមែនទែនហើយយើងឃើញថា mid tone របស់យើងនេះក៏ compress ផងដែរហើយបើសិនជាយើងមើលទៅ RGB palette របស់យើងឃើញថាអារឡូកសញ្ញាពណ៌របស់វានឹងគឺឡើងខ្ពស់ទាំងអស់ខ្លាំងមែនទែនហើយដែលបើសិនជានៅត្រង់នេះយើងឃើញថា highlight របស់យើងអាចឡើងដល់1023បានហើយ shadow របស់យើងធ្វើយ៉ាងម៉េចនៅត្រឹមតែ64បានហើយចូលមកដល់ប្លង់ពេលល្ងាចវិញយើងលើកយក golden hour ដែលយើងមានកម្រិត shadow របស់យើងនៅប្រហែល128ដល់256មានន័យថាវាគួរតែនៅមានព័ត៌មាននៅផ្នែក shadow ខ្លះតែអ្វីដែលយើងគួរតែកត់សម្គាល់ខ្លាំងជាងគេនៅត្រង់ពេលវេលានេះគឺ highlight របស់យើងគឺអាចនឹងធ្លាក់ដល់ចន្លោះ640ដល់768ហើយបន្តមកទៀត mid tone របស់យើងគួរតែនៅចន្លោះពី382ដល់512អញ្ចឹងនេះគឺជា data level ទូទៅសម្រាប់ប្លង់ថតពេលល្ងាច golden hour នៅប្លង់ពេលល្ងាចយើងបើតាមការណែនាំគឺយើងគួរតែ keep cinematic warm របស់យើងដែរយើងអត់គួរទៅវាយ balance វាទៅពណ៌រៀងខៀវឬក៏ពណ៌ស្មើទេព្រោះថា golden hour វាមានរៀងក្រហមចូលបន្តិចអញ្ចឹងយើងគួរតែរក្សា keep warm នឹងដដែលហ្នឹងហើយជាការណែនាំយើងគួរតែ color boost ឬក៏ saturation footage របស់យើងបន្តិចដើម្បីឲ្យវាបន្ថែម mood ឲ្យ footage របស់យើងបន្ថែមទៀតយើងចូលមកដល់ប្លង់ពេលយប់វិញម្ដងដែលលើកនេះ shadow របស់យើងអាចធ្លាក់ដល់0បានហើយដែលវាក៏អាចនៅចន្លោះពី0ទៅដល់128បានផងដែរតែយ៉ាងណាមិញ0គឺជាតម្លៃដែលច្រើនប្រើបំផុត mid tone របស់យើងអាចនៅចន្លោះពី256ដល់384និង highlight របស់យើងកម្រទៅលើពី512ណាលុះត្រាតែមានភ្លើងដែលយើងវាចូលថតចប់ភ្លើងដែលនៅទីតាំងស្រាប់ឬថតចប់ភ្លើងដែលបង DP បានដាក់ចូលក្នុងប្លង់ជាដើមហ្នឹងចំពោះប្លង់ពេលយប់របស់យើងនេះយើងឃើញថាបើសិនជាយើងមើលទៅ histogram របស់យើងគឺយើងឃើញថាកម្រិតពន្លឺរបស់យើងគឺភាគច្រើនរត់មកខាងឆ្វេងហើយព្រោះថាវាជាពេលយប់អញ្ចឹងអត់មានពន្លឺចូលខ្លាំងទេហើយយ៉ាងណាមិញការជាការណែនាំគឺកុំព្យាយាមទាញ shadow និង mid tone ឡើងខ្លាំងពេកដែលវាអាចបង្កឲ្យកើតទៅជា noise យ៉ាងណាមិញបើសិនជាយើងមាន noise យើងក៏អាចប្រើ noise reduction មកកាត់ noise នឹងបានដែរនៅត្រង់នេះ noise reduction គឺជាមិត្តដែលល្អបំផុតហើយចំពោះប្លង់ថតពេលយប់ហើយចំពោះការណែនាំវិញគឺយើងព្យាយាមកុំព្យាយាមទាញពន្លឺឡើងទៅខ្លាំងពេកដែលធ្វើឲ្យប្លង់ពេលយប់អាចជាប្លង់ពេលថ្ងៃលុះត្រាតែយើងចង់បង្កើតប្លង់ពេល
ថ្ងៃចេញពីប្លង់ពេលយប់ជាដើមហ្នឹងអញ្ចឹងយើងក៏ព្យាយាមទាញឲ្យវាខុសពីការពិតពេកនៅក្នុងការដែលយើងកែប្រែពន្លឺនៅក្នុងប្លង់ពេលយប់អញ្ចឹងនេះគឺជាការបង្ហាញពីមុខងារកែប្រែពន្លឺនៅក្នុងកម្មវិធី DaVinci Resolve ប៉ុណ្ណឹងឯងហើយនឹងការដែលបង្ហាញអំពី data level ទៅតាមពេលវេលានៃប្លង់ថតនីមួយៗប៉ុណ្ណឹងឯងអញ្ចឹងជាការណែនាំនៅតែណែនាំឲ្យអ្នកទាំងអស់គ្នាទៅសិក្សាបន្ថែមពីអ្នកជំនាញដែលគាត់មានបទពិសោធន៍ច្រើនទាក់ទងជាមួយនឹងការកែប្រែពន្លឺនៅក្នុងកម្មវិធី DaVinci Resolve និងបង្ហាញពីផ្លូវដែលត្រឹមត្រូវបំផុតដែលសម្រាប់ធ្វើការកែប្រែពន្លឺអូខេអញ្ចឹងវីដេអូខ្លីៗទាក់ទងជាមួយនឹងការកែប្រែពន្លឺនៅក្នុងកម្មវិធី DaVinci Resolve មានប៉ុណ្ណឹងជួបនេះនៅវីដេអូបន្តទៀត